เรื่องสำรามนั่งบตีសួស្តីខ្ញុំឈ្មោះវត្តទីថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកអំពីរឿងសម្រាមអូមានវត្ថុច្រើនណាស់ដែលត្រូវបានគេបោះចោលនៅលើដីទាំងនេះគឺជាសម្រាមតើអ្នកបានដឹងអំពីសម្រាមដែរឬទេមើលណមានកាកសំណល់អាហារកាកសំណល់សរីរាង្គនិងកាកសំណល់ផ្លាស្ទិកច្រើនណាស់តើសម្រាមទាំងនោះនឹងត្រូវបាននាំយកទៅកន្លែងណាខ្លះចូលយើងនាំគ្នាសង្កេតមើលថាតើសម្រាមទាំងនោះនឹងផ្លាស់ទីដោយរបៀបណាហើយនាំយកទៅកន្លែងណាខ្លះតោះយើងមកមើលកាកសំណល់អាហារឬហៅម្យ៉ាងទៀតថាកាកសំណល់សរីរាង្គនៅពេលដែលសម្រាមប្រភេទនេះហូរចូលទៅក្នុងទឹកទន្លេឬក៏ស្រះធ្វើឲ្យទឹកសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនហួសប្រមាណបន្ទាប់មកទៀតវានឹងធ្វើឲ្យមានការកកើតបាក់តេរីកាន់តែច្រើនឡើងហើយធ្វើឲ្យទឹកឡើងពណ៌ខ្មៅត្រីឬភាវៈរស់ផ្សេងទៀតនៅក្នុងទឹកនឹងត្រូវស្លាប់ដង្កូវទឹកអាចរស់នៅបានសូម្បីតែក្នុងទឹកប្រភេទនេះចំណែកពពួករុយវិញក៏វាចូលចិត្តស៊ីកាកសំណល់នៅកន្លែងកខ្វក់ផងដែរពពួកមូសនិងរុយទាំងអស់នេះអាចចម្លងជំងឺផ្សេងដែលបង្កឲ្យមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរចំណែកប្រភេទបន្លែមួយចំនួនដែលយើងបរិភោគដូចជាត្រកួនជាដើមដែលដុះលូតលាស់នៅក្នុងទឹកកខ្វក់ក៏អាចបង្កឲ្យមានជំងឺឆ្លងផងដែរដូច្នេះហើយអ្នកអាចនឹងប្រឈមមុខនឹងបញ្ហាខ្វះត្រីសម្រាប់បរិភោគហើយមានតែត្រកួនដែលផ្ដល់ផលប៉ះពាល់ដល់សុខភាពតែប៉ុណ្ណោះដែលមាននៅលើតុអាហាររបស់អ្នកអូកាកសំណល់អាហារកាកសំណល់សរីរាង្គមានផលប៉ះពាល់អវិជ្ជមានច្រើនណាស់ដល់ជីវិតប្រចាំថ្ងៃរបស់យើងឥឡូវនេះយើងមកមើលសម្រាមផ្លាស្ទិកម្ដងបន្ទាប់ពីមានភ្លៀងធ្លាក់ពួកផ្លាស្ទិកទាំងនេះនឹងហូរទៅកាន់ទន្លេនិងបណ្ដាលឲ្យស្ទះលូបង្ហូរទឹកបើសិនប្រព័ន្ធលូបង្ហូរទឹកនេះមិនដំណើរការទីក្រុងភ្នំពេញនឹងជន់លិចយ៉ាងងាយស្រួលហើយនឹងពោពេញទៅដោយទឹកកខ្វក់គ្មានអនាម័យដែលបណ្ដាលឲ្យមានការឆ្លងមេរោគជំងឺរាគរូសជំងឺស្បែកជាដើមលើសពីនេះទៅទៀតសម្រាមផ្លាស្ទិកមិនអាចរំលាយបានយ៉ាងងាយស្រួលទេដូច្នេះសម្រាមផ្លាស្ទិកទាំងនេះនឹងនៅក្នុងទឹកឬដីរាប់រយឆ្នាំហើយវានឹងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនបើដូច្នេះតើពួកយើងគួរតែនៅស្ងៀមមែនទេតើយើងនឹងត្រូវធ្វើអ្វីខ្លះទៅលើសម្រាមផ្លាស្ទិកនេះសម្រាមទាំងនេះនឹងត្រូវប្រមូលដោយកម្មករអនាម័យហើយដឹកជញ្ជូនដោយរថយន្តដឹកសម្រាមទៅកាន់ទីកន្លែងចាក់សម្រាមដែលមានទីតាំងនៅជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញអូទីនេះគឺជាទីលានចាក់សម្រាមមែនឬទេសម្រាមអីក៏ច្រើនខ្លាំងម្ល៉េះចានេះគឺជាកន្លែងចាក់សម្រាមនៅដង្កោដែលចាប់ផ្ដើមតាំងពីឆ្នាំ2009មកហើយសម្រាមជាច្រើនប្រភេទដែលប្រមូលមកពីរាជធានីភ្នំពេញត្រូវបានយកមកចោលនៅទីនេះជារៀងរាល់ថ្ងៃវាត្រូវបានគេប៉ាន់ប្រមាណថាទីលានចាក់សម្រាមដង្កោនឹងមានសម្រាមពេញនៅឆ្នាំ2020ជាការពិតណាស់ទីលានចាក់សម្រាមនេះត្រូវបានរចនាឡើងដើម្បីប្រតិបត្តិការរហូតដល់ឆ្នាំ2033ឯណោះក៏ប៉ុន្តែដោយសារតែមានការកើនឡើងយ៉ាងលឿននៃសម្រាមនៅរាជធានីភ្នំពេញវានឹងធ្វើឲ្យទីលានចាក់សម្រាមពេញលឿនមុនការរំពឹងទុក13ឆ្នាំអូនៅកន្លែងចាក់សម្រាមនឹងពេញឆាប់ប្រសិនបើស្ថានភាពមិនផ្លាស់ប្ដូរបន្ទាប់មកតើនឹងមានអ្វីកើតឡើងបន្ទាប់មកអ្នកនឹងត្រូវការមានកន្លែងចាក់សម្រាមមួយផ្សេងទៀតមួយហើយមួយទៀតនោះជុំវិញរាជធានីភ្នំពេញនិងពោពេញទៅដោយកន្លែងចាក់សម្រាមដ៏ច្រើនអូទេខ្ញុំមិនចង់បានកន្លែងចាក់សម្រាមច្រើននៅក្នុងរាជធានីភ្នំពេញទេតើពួកយើងមិនអាចធ្វើអ្វីបានខ្លះទេដើម្បីចាប់ផ្ដើមយើងអាចកាត់បន្ថយកាកសំណល់ប្រសិនបើអ្នកគ្រប់គ្នាព្យាយាមបរិភោគអាហារឲ្យអស់ដោយគ្មានកាកសំណល់អាហារនៅសល់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងអំឡុងពេលនៃការទិញទំនិញនិងព្យាយាមបញ្ឈប់នៅការប្រើប្រាស់ដបប្លាស្ទិកលើសពីនេះទៅទៀតកាកសំណល់មួយចំនួនដូចជាសម្បកផ្លែឈើនិងកាកសំណល់អាហារអាចយកទៅកែច្នៃទៅជាជីសរីរាង្គជីសរីរាង្គ
ជួយឲ្យរុក្ខជាតិដុះលូតលាស់បានល្អនិងមានរសជាតិឆ្ងាញ់អ្នកអាចបញ្ឈប់ការបោះចោលសំរាមនៅលើដីហើយបោះវាទៅក្នុងធុងសំរាមវិញដូច្នេះសំរាមត្រូវបានគេប្រមូលបានត្រឹមត្រូវនិងការពារមិនឲ្យវាហូរចូលទៅក្នុងបំពង់បង្ហូរទឹកឬទន្លេ ខ្ញុំយល់ហើយដូច្នេះវាអាចការពារទឹកជំនន់និងធ្វើឲ្យទឹកទន្លេស្អាតត្រីអាចរស់នៅក្នុងទឹកទន្លេអាចកាត់បន្ថយមូសនិងរុយ តើអ្នកចង់ឲ្យទីក្រុងរបស់អ្នកក្លាយទៅជាអ្វីនាពេលអនាគត តោះយើងចូលរួមសកម្មភាពទាំងអស់គ្នាដើម្បីភាពស្អាតនិងភាពបៃតងនៃកម្ពុជា